ព្រះលោកេស្វរៈមានដៃ32នៅប្រាសាទបន្ទាយឆ្មារនៅលើជញ្ជាំងប្រាសាទបន្ទាយឆ្មារមានចម្លាក់ដ៏កម្រមួយគឺព្រះលោកេស្វរៈដែលមានដៃចំនួន32ព្រះអង្គត្រូវបានគោរពជាព្រះពោធិសត្វនៃព្រះមេត្តាករុណាក្នុងព្រះពុទ្ធសាសនាមហាយានដែលរីកចម្រើនខ្លាំងក្នុងសម័យព្រះរាជ័យវរ្ម័នទី7ដៃទាំង32មិនមែនជារូបពិតប្រាកដរបស់ព្រះអង្គទេប៉ុន្តែជានិមិត្តរូបនៃសមត្ថភាពជួយសង្គ្រោះសត្វលោកគ្រប់ទិសទីដៃនីមួយៗធ្លាប់កាន់វត្ថុឬធ្វើកាយវិការផ្សេងៗដែលតំណាងឲ្យប្រាជ្ញាមេត្តាការពារនិងការដឹកនាំមនុស្សឲ្យផុតពីទុក្ខលំបាកអ្នកស្រាវជ្រាវជាច្រើនបានយល់ថាចម្លាក់នេះបង្ហាញពីឥទ្ធិពលនៃសិល្បៈព្រះពុទ្ធសាសនាមហាយាននិងជាស្នាដៃចម្លាក់ដ៏អស្ចារ្យបំផុតមួយនៅកម្ពុជាទោះបីជាពេលវេលាបានធ្វើឲ្យផ្នែកខ្លះនៃរូបចម្លាក់ខូចខាតក៏ដោយក៏យើងនៅតែអាចមើលឃើញពីភាពល្អឯកនិងជំនាញរបស់ជាងចម្លាក់ខ្មែរបុរាណយ៉ាងច្បាស់លាស់ព្រះលោកេស្វរៈមានដៃ32នៅប្រាសាទបន្ទាយឆ្មារគឺជាស្នាដៃសិល្បៈដ៏កម្រនិងជាភស្តុតាងនៃជំនឿមេត្តាករុណានិងភាពរុងរឿងនៃអាណាចក្រខ្មែរនាសម័យអង្គរ